Vàជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកត generic collection ខ្ញុំមកពីក្រុម message 4ឈ្មោះសុគន្ធមករាដែលយើងមកត generic collection ទាំងអស់គ្នាយើងមាន Q ជា type string ហើយវាមាន name ថា customer ហើយ nu វាជាប្រភេទ array យើងទៅសេចេះវាជា array នៅក្នុងសំណុំនេះក្នុង array ហ្នឹងគឺវាមាន3 element នៅក្នុងហ្នឹងទៀតអញ្ចឹងវាមានឈ្មោះតារាសុខានីតាដែល Q នេះគឺចូលមុនចេញមុនអញ្ចឹងនៅពេលដែលចូលមុនចេញមុនគឺតារាចូលមុនបន្ទាប់មកគឺសុខាបន្ទាប់មកនីតាពេលដែរបន្ទាប់មកគឺយើងមាន state គឺជា type string ហើយវាជាមានឈ្មោះថា action ហើយស្មើនោះបន្ទាប់មក search មានពាក្យថា string ហើយ product ជាប្រភេទ string ហើយ product ហើយ no link list string report ស្មើនោះហើយបន្ទាប់មកយើងចូលមកដល់ val customer ធំជាង0អញ្ចឹង string customer នេះកន្លែង string customer នេះស្មើ customer DQ អញ្ចឹងបានន័យថា customer កន្លែងនេះគឺចេញតារាសុខានីតាគឺតារាចេញមុនគេសុខាបន្ទាប់មកនីតាប៉ុន្តែកន្លែង action នេះ push serve customer អញ្ចឹង action នេះគឺជាប្រភេទ state អញ្ចឹង state អញ្ចឹងវាត្រឡប់មកវិញអញ្ចឹង serve នីតាមុនគេសុខាបន្ទាប់មកតារាហើយកន្លែង product គឺបោះ search គឺ add customer ស្មើតារាបើសិនជាស្មើតារាគឺចេញ laptop តែបើអត់ចេញតារាទេគឺចេញ mouse ហើយបន្ទាប់មក report at last customer bought product last ហើយបន្ទាប់មកយើងទៅសេអានេះទៅដាក់ឡើងនេះទិញចុងក្រោយគេបន្ទាប់មក console write line action បូក string join ហើយបូកជាមួយនឹង action ជាមួយនឹងគឺយើងទៅសេមកឥឡូវយើងធ្វើការរ៉ាន់កូនមកពេលដែលយើងដាក់ string join ទៅគឺបានន័យថាឈ្មោះតារានេះគឺបូកជាមួយនឹង bot ទិញអ្វីជាមួយនឹងហើយវីដេអូខ្ញុំមានតែប៉ុណ្ណេះសម្រាប់